4. ពាណិជ្ជកម្មក្រៅប្រទេសធ្វើឲ្យបើមានទីផ្សារក្នុងស្រុកដ៏ធំទូលាយនិងកម្លាំងផលិតកម្មដ៏ខ្លាំងក្លាសហរដ្ឋអាមេរិកជាមហាអំណាចលេខ1ខាងពាណិជ្ជកម្មហើយក៏ជាអ្នកនាំចូលលេខ1ក្នុងលោកទោះបីជាដៃគូប្រពៃណីរបស់សហរដ្ឋអាមេរិកជាសមាជិកដទៃទៀតនៃទ្រព្យាពលសេដ្ឋកិច្ចទាំង3នៃពិភពលោកក៏ដោយក៏ការបង្កើតតំបន់សេដ្ឋកិច្ចសេរីនៃអាមេរិកខាងជើងបានជួយពង្រឹងជំហររបស់ប្រទេសកាណាដានិងមិចស៊ិកដែរជញ្ជីងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចំណេញជាប់រហូតដល់ដើមទសវត្សរ៍ឆ្នាំ1980រួចចាប់ផ្ដើមបាត់បង់តុល្យភាពជាប់រហូតដល់សព្វថ្ងៃតើឧត្តមភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងក្លាយទៅជាយ៉ាងណាសហរដ្ឋអាមេរិកអាចរក្សាមុខមាត់នៃជំហររឹងមាំដោយសារការទទួលបានផលចំណេញច្រើនពីការនាំចេញសេវានិងការផ្ទេរមូលធនពីបរទេសដែលនាំឲ្យជញ្ជីងទូទាត់របស់គេអាចរក្សាតុល្យភាពបាននៅពេលដែលណាតាបានរៀបចំពិធីបុណ្យរំលឹកខួប10ឆ្នាំរបស់ខ្លួនកាលពីខែមករាឆ្នាំ2004រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលើកលែងតែប្រទេសគុយបាចំនួន34រូបត្រៀមខ្លួននឹងបង្កើតតំបន់ដោះដូរសេរីនៅអាមេរិកនៅដំណាច់ឆ្នាំ2005យ៉ាងយូរប៉ុន្តែមានឧបសគ្គជាច្រើនដែលត្រូវជំនះដូចជាគម្លាតអភិវឌ្ឍសេដ្ឋកិច្ចអស្ថិរភាពនយោបាយក្នុងប្រទេសខ្លះជំនួយលើវិស័យកសិកម្មនិងបញ្ហាបរិស្ថាន